Chấm pú tí sai sập rầm bay rùa nơi khung sạch tệ nâng nở. Pra bút bia yôn yôl phật khổ này u ba sọ nâng u ba sĩ ca tiền lái ở che rùa nơi khung sạch tệ nâng nở. Kẻ nẹ nơi tại bàn to ca tẹ tiên thực chật nẹ buộc khung lý cai psên ở chôl một xô buộc riêng nơi khung sầm nạ pra thó pra đàm miên pra biệt. Miên rương mùi đài ụ bà lị sọc chật lẹ bong chùm nưa nâng chạ chanh ông pi nị quân thần nị cai rồi bọc luôn. Mọc xôm thưa chia xa vẹ rồi bọc rập bút nơi vọt chế tập bùn. Ụ bà lị chia mnúc miên trọp xâm bát trá nâng miên bà nhá rồi nơi đầm bòn khang chương nô cô mẹ kẹt thẹp. Quát chia nẹ ụ bật tham ti mùi nơi khăn nị quân thần nị cai đài đặc nôm đòi cru đòi là bày chmùa mà nẹ. Chmùa nị quân thần nị đã bật. Nẹ búa khăn nị quân thần nị cai rồi nơi giang sắt xôi át tạc khát yết tì bầm phót. Xôm bay tăng ông pi khảo a xịa bẹ làng tới. Có bọn tái nơi miền manu mùi chùm nuôn bên chặt đài.ពេលព្រះសាស្តាទ្រង់គង់នៅឯចំការស្វាយមួយឈ្មោះបាវ៉ារិកកម្មពវ័នចិត្តស្រុកនីឡន្ទាព្រះអង្គជួបជាមួយនឹងសិស្សច្បងរបស់និគុណធនិតបុត្រម្នាក់ឈ្មោះទីខៈតាបស័យដែលចូលទៅក្នុងចំការស្វាយនេះបន្ទាប់អំពីបណ្ឌបាតរួចព្រះពុទ្ធបានជ្រាបតាមរយៈទីខៈតាបស័យនេះថាពួកបរិស័ទនៃនិគុណធនិកាយមិននិយាយអំពីកម្មនេះទេតែគេនិយាយអំពីបាបទៅវិញទីខៈតាបោះតាបស័យបានពន្យល់ថាបាប3យ៉ាងគឺបាបកើតឡើងដោយកាយកាយកម្មមួយបាបកើតឡើងដោយវាចាវចីកម្មមួយនិងកើតឡើងដោយចិត្តមនោកម្មមួយពេលព្រះពុទ្ធត្រាស់សួរថាមនាលតាបស័យចុះនិគុណធនិតបុត្របញ្ញត្តិថាកម្មណាមានទោសធ្ងន់ជាងគេក្នុងការធ្វើនៅបាបកម្មនិងក្នុងការប្រព្រឹត្តទៅនៃបាបកម្មទីខៈតាបស័យឆ្លើយថាអវុសោគោតមនិគុណធនិតបុត្រតែងតែបញ្ញត្តិនៅកាយតណ្ដៈថាមានទោសធ្ងន់ជាងគេក្នុងការធ្វើនៅបាបកម្មក្នុងការប្រព្រឹត្តទៅនៃបាបកម្មចំពោះអវុសោគោតមវិញក្នុងបណ្ដាកម្មទាំង3តើព្រះអង្គបញ្ញត្តិកម្មណាថាមានទោសធំជាងគេព្រះពុទ្ធទ្រង់ត្រាស់ថាមនាលតបស័យបណ្ដាកម្មទាំង3នេះតថាគតបញ្ញត្តិមនោកម្មថាមានទោសធំជាងគេនៅក្នុងការធ្វើនៅបាបកម្មនិងក្នុងការប្រព្រឹត្តទៅនៃបាបកម្មមុននឹងលាព្រះពុទ្ធត្រឡប់ទៅវិញទីខៈតាបស័យសូមឲ្យព្រះអង្គសូត្រនៅព្រះវចនៈទាំងអស់នោះសារឡើងវិញអស់ចំនួន3ដងខ្លាចក្រែងភ្លេចតាមផ្លូវពេលចូលដល់អាស្រមកាលណាទីខៈតាបស័យរាយការណ៍នៅពុទ្ធវចនៈកាលនោះជូនដល់នាដបុត្រជាសន្តាប់នាដបុត្របានសើចចំអកចំពោះព្រះពុទ្ធវចនៈព្រមទាំងពោលថាមនាលតាបស័យសមណគោតមនោះមានការច្រឡំធ្ងន់ណាស់បាបដែលកើតឡើងដោយវាចានិងដោយចិត្តមិនមែនជាបាបធំឡើយគឺបាបកើតឡើងដោយផ្លូវកាយទេដែលធំជាងគេបង្អស់ហើយក៏មានផលវិបាកយូរអង្វែងទៀតផងណែតាបស័យមានតែអ្នកទេដែលដឹងច្បាស់នៅសាសនារបស់គ្រូនិងចេះពៀកនៅពាក្យនោះថាយ៉ាងណាមិនថាអញ្ចឹងហីកាលបើនិគុណធនិតបុត្រនិយាយយ៉ាងនេះហើយឧបាលិកហបតីដែលជាប្រធានក្នុងស្រុកពាលកៈកំពុងតែអង្គុយនៅជិតនោះក៏ពោលឡើងថាបបិទ្ធលោកដ៏ចម្រើនតាបស័យនិយាយពាក្យនេះពីរោះណាស់សាវកដែលជាអ្នកចេះដឹងអាចដឹងច្បាស់នៅសាសនារបស់គ្រូដោយប្រពៃហើយនឹងចេះពៀកនៅពាក្យនោះថាយ៉ាងណាពាក្យពៀករបស់សមណគោតមថាមនោទនជាកម្មធំជាងគេនោះជារបស់ថោកទាបមិនអាចនឹងយកមកប្រៀបធៀបនឹងកាយតនដ៏ជាវិសេសថ្លៃថ្លាវិសាលយ៉ាងនេះដូចម្ដេចបានណ៎ហើយចុះទុកឲ្យខ្ញុំនឹងលើកឡើងនៅវាទៈរបស់ព្រះសមណគោតមក្នុងកថាវត្ថុនេះប្រសិនបើសមណគោតមតាំងពាក្យចំពោះខ្ញុំដូចគ្នានឹងតាបស័យខ្ញុំនឹងទាញកន្ត្រាក់ក្រវត្តក្រវែងនៅវាទៈដោយវាទៈចំពោះសមណគោតមដូចជាបុរសអ្នកមានកម្លាំងចាប់កន្ត្រាក់ក្រវត្តក្រវែងសត្វឈាមដែលមានរោមវែងដូច្នោះឯងទីខៈតាបស័យដែលធ្លាប់ជួបជាមួយព្រះពុទ្ធម្ដងរួចហើយនោះ
មិនចង់ឲ្យឧបាលិទៅជួបនឹងព្រះពុទ្ធទេព្រោះខ្លាចទៅចូលជាមួយនឹងព្រះពុទ្ធទីឃៈតាបស័យក៏ពោលនឹងនិគុណធនាតបុត្រថាបបិទ្ធលោកដ៏ចម្រើនឧបាលិកហបតីលើកឡើងនៅវាទៈរបស់ព្រះសមណគោតមដោយហេតុថាហេតុនោះមិនពេញចិត្តខ្ញុំឡើយព្រោះថាព្រះសមណគោតមជាអ្នកមានកិច្ចកលតែងដឹងកិច្ចកលសម្រាប់បោកប្រាស់ពួកសាវកអន្តេរថៃនាដបុត្រនិយាយថាមនាលតបស័យឧបាលិកហបតីក៏បីមិនគួរនឹងចោះចូលជាសាវករបស់សមណគោតមទេសមណគោតមទេតើដែលគួរមកចោះចូលជាសាវករបស់ឧបាលិវិញចំពោះឧបាលិផ្ទាល់វិញក៏ចង់សាកល្បងជាមួយនឹងទស្សនៈរបស់ព្រះពុទ្ធឲ្យអស់ពីចិត្តដែរទីបំផុតឧបាលិក៏បានចូលទៅរកព្រះពុទ្ធក្នុងបវារិកម្មពវ័នពេលជួបជាមួយនឹងព្រះសាស្តាឧបាលិបែរជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឧទាហរណ៍7យ៉ាងស្ដីអំពីបាបកម្មឬអនុស្សយៈដែលព្រះសាស្តាបានសម្ដែងទៅវិញអនុស្សយៈគឺកិលេសត្រាំជាប់នៅក្នុងសន្តានចិត្តទាំង7យ៉ាងនោះគឺកាមរាគៈអនុស្សយៈសេចក្តីត្រេកត្រអាលនៅក្នុងកាមគុណ1កវរាគីអនុស្សយៈសេចក្តីត្រេកត្រអាលត្រេកអរនៅក្នុងភព1បដិឃាអនុស្សយៈសេចក្តីថ្នាក់ថ្នាំងចិត្ត1មាននីអនុស្សយៈសេចក្តីសម្គាល់ថាខ្លួនវិសេសវិសាលជាងគេ1ទិដ្ឋានុស្សយៈសេចក្តីយល់ខុស1វិជិកិច្ឆានុស្សយៈសេចក្តីសង្ស័យ1និងអវិជ្ជានុស្សយៈសេចក្តីល្ងងខ្លៅ1ព្រះសាស្តាទ្រង់ជ្រាបជាមុនថាឧបាលិគ្មាននិយាយអ្វីក្រៅពីរឿងហាមសម្លាប់នោះទេទើបទ្រង់ត្រាស់សួរថាមនាលឧបាលិកាលបើបុគ្គលឈានជើងដើរទៅមុខឬថយក្រោយក៏ញ៉ាំងសត្វតូចតូចឲ្យវិនាសដើរដោយជន់សត្វល្អិតស្លាប់ដោយអចេតនាតើនិគុណធនាតបុត្របញ្ញត្តិនៅវិបាកនៃកម្មនេះដូចម្ដេចដែរឧបាលិបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើននិគុណធនាតបុត្រមិនបញ្ញត្តិនៅកម្មដែលមិនមានចេតនាថាមានទោសធ្ងន់ទេមិនទទួលបាបទេព្រះពុទ្ធទ្រង់ត្រាស់ថាមនាលកអបតីចុះបើបង្គលមានចេតនាវិញឧបាលិបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនកម្មនោះមានទោសធំព្រះពុទ្ធទ្រង់ត្រាស់ថាមនាលកអបតីចុះនិគុណធនាតបុត្របញ្ញត្តិនៅចេតនាដោយចំណែកណាបបិទ្ធព្រះអង្គដ៏ចម្រើននៅក្នុងមនោទនព្រះពុទ្ធទ្រង់ត្រាស់ថាមនាលកហបតីចូលអ្នកធ្វើទុកក្នុងចិត្តលុះធ្វើទុកក្នុងចិត្តរួចហើយចូលព្យាករចុះថាពាក្យចុងក្រោយរបស់អ្នកមិនតគ្នានឹងពាក្យខាងដើមឬក៏ពាក្យដើមមិនតគ្នានឹងពាក្យចុងសោះឡើយមនាលកហបតីពាក្យដែលអ្នកនិយាយនេះជាពាក្យពិតស្ថិតនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នាមានក្នុងដំណើរនេះមនាលឧបាលិបើដូច្នោះមែនលោកម្ចាស់នាដបុត្ររបស់អ្នកពិតជាយល់ព្រមថាចិត្តជាធំរួចបាត់ទៅហើយចុះហេតុដូចម្ដេចបានជាគាត់នៅតែជឿថាបាបកើតឡើងដោយកាយសំខាន់ជាងចិត្តនោះទៅវិញគ្រាន់តែបានស្ដាប់ឧទាហរណ៍ទាំង7របស់ព្រះសាស្តាចប់ភ្លាមឧបាលិកហបតីក៏ចាប់កើតសទ្ធាជ្រះថ្លាគាត់ក៏សុខចិត្តសារភាពចំពោះព្រះភ័ក្ត្រព្រះពុទ្ធហើយសូមថ្វាយខ្លួនធ្វើជាសាវករបស់ព្រះអង្គតែម្ដងព្រះពុទ្ធត្រាស់ថាមនាលកហបតីចូលអ្នកពិចារណានៅសំណុំពរនេះសារឡើងវិញឲ្យបានល្អិតល្អន់សិនពីព្រោះបុរសម្នាក់ដែលមានប្រាថ្នានឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់អ្នកមិនងាយនឹងសម្រេចកិច្ចការអ្វីប្រញាប់ប្រញាល់ពេកទេចូលអ្នកគិតឡើងវិញទាល់នឹងហើយថាច្បាស់លាស់នៅក្នុងចិត្តសិនទើបជាការប្រពៃពុទ្ធវចនៈនេះធ្វើឲ្យឧបាលិកាន់តែមានជំនឿនិងចង់គោរពព្រះពុទ្ធខ្លាំងឡើងឧបាលិមើលឃើញច្បាស់ថាព្រះពុទ្ធទ្រង់មិនមានព្រះបំណងចង់បដូរចិត្តអ្នកដទៃណាដើម្បីឲ្យមកគាំទ្រកិត្តិយសរបស់ព្រះអង្គឡើយគ្មានអ្នកដឹកនាំសាសនាឯណាដែលប្រាប់ឧបាលិអញឲ្យគិតគូរត្រឹមត្រូវមុននឹងចូលបម្រើជាសមាជិកក្នុងគណៈឬនិកាយណាមួយឡើយតាមការពិតឧបាលិកហបតីពេញចិត្តចង់សូមធ្វើជាសាវកតាំងតែពីបានស្ដាប់នៅឧទាហរណ៍ទី1អំពីកាមគុណរបស់ព្រះដ៏មានព្រះភិក្ខម្លេះឧបាលិក្រាបទូលព្រះពុទ្ធវិញថាបបិទ្ធ
ព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានពិចារណារួចស្រេចអស់ហើយសូមទ្រង់ព្រះមេត្តាប្រោសទទួលខ្ញុំព្រះអង្គជាឧបាសកដល់នៅព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីពឹងទីរលឹកផងខ្ញុំព្រះអង្គមានចិត្តសប្បាយរីករាយណាស់ដែលបានរកឃើញផ្លូវដ៏ត្រូវដ៏ពិតត្រឹមត្រូវនេះនិងសូមថ្លែងព្រះអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះអង្គគ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងនៅអនុបប្ប័យកថាគឺប្រកាសនៅទានកថាសីលកថាសក្យកថានិងទោសនៃកាមទាំងឡាយដែលជាទោសដ៏លាមកសៅហ្មងនិងអានិសង្សក្នុងការចាកចេញកាមដល់ឧបាលិកហបតីដោយឃើញកហបតីមានចិត្តជ្រះថ្លាទើបព្រះអង្គទ្រង់សម្ដែងនៅចតុរារិយសច្ចគឺទុក្ខសច្ចៈសមុទសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈឲ្យស្ដាប់បន្ថែមទៅទៀតធម្មចក្ខុគឺសោតបតិមៈក៏កើតមានឡើងដល់ឧបាលិកក្នុងកន្លែងដែលអង្គុយនោះឯងមុននឹងឧបាលិកថ្វាយបង្គំលាព្រះអង្គទៅកាន់លំនៅរបស់ខ្លួនវិញព្រះពុទ្ធទ្រង់ផ្ដាំថាមនាលឧបាលិកហបតីអ្នកជាអ្នកជួយឧបត្ថម្ភយ៉ាងសកម្មនៅក្នុងនិគន្ធនិកាយសូម្បីតែអ្នកទទួលនៅត្រៃសរណគមជាមួយតថាគតហើយក៏ដោយក៏អ្នកកុំបីភ្លេចជួយឧបត្ថម្ភដល់និកាយចាស់របស់អ្នកនោះផងឧបាលិកក៏ក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គពិតជាមនុស្សថ្លៃថ្នូរណាស់ព្រះអង្គមានប្រតិយទូលំទូលាយនិងសប្បុរសណាស់មិនដូចជាគ្រូខ្លះទៀតដែលខ្ញុំព្រះអង្គធ្លាប់បានជួបប្រទះនោះទេពេលចូលទៅដល់ផ្ទះវិញឧបាលិកាបតីហៅអ្នកយាមទ្វារមកប្រាប់ថាមនាលអ្នករក្សាទ្វារជាសម្លាញ់តាំងពីថ្ងៃនេះតទៅខ្ញុំបិទទ្វារចំពោះពួកនិក្រន់ទាំងប្រុសទាំងស្រីហើយក៏ប៉ុន្តែយើងបើកទ្វារទទួលស្វាគមន៍ពួកភិក្ខុភិក្ខុនីឧបាសកឧបាសិកាដែលជាសាវករបស់ព្រះដ៏មានព្រះភិក្ខជំនួសវិញកាលបានលើកដំណឹងថាឧបាលិកបានថ្វាយខ្លួនជាសាវករបស់ព្រះពុទ្ធភ្លាមទីខៈតបស័យក៏យកទៅជម្រាបដល់និគន្ធនាថបុត្រនិគន្ធនាថបុត្រមិនជឿនៅរឿងនឹងតតែសោះនិគន្ធនាថបុត្រក៏បបួលទីខៈតបស័យទៅកាន់លំនៅឧបាលិកជាមិនទាន់ពេលចូលទៅដល់ផ្ទះឧបាលិកហបតីអ្នករក្សាទ្វារក៏បានពោលទៅកាន់និគន្ធនាថបុត្រនិងបរិស័ទតាមពាក្យដែលកហបតីបង្គាប់រួចមកទើបកហបតីប្រាប់ឲ្យអ្នករក្សាទ្វារក្រាលអាសនៈឲ្យអង្គុយត្រង់ក្លោងទ្វារកណ្ដាលនាថបុត្រពោលជាចុងក្រោយថាមនាលកហបតីចុះគុណរបស់សមណគោតមទាំងអបាលនេះអ្នកប្រមូលមកអំពីកាលណាឧបាលិកហបតីក៏បញ្ជាក់ថាបបិទ្ធលោកដ៏ចម្រើនគំនោផ្កាដ៏ធំនៃផ្កាផ្សេងមាលិកាក្តីកូនសិស្សរបស់មាលិកាក្តីដែលជាអ្នកប៉ិនប្រសពក្រងផ្កានោះឲ្យទៅជាកម្រងដ៏ល្អវិចិត្រមានឧបមាយ៉ាងណាព្រះដ៏មានព្រះភិក្ខអង្គនោះមានគុណច្រើនមានគុណជាច្រើនរយមានឧបមាយ៉ាងនោះឯងបបិទ្ធលោកដ៏ចម្រើនអ្នកណាមិនអាចមិនធ្វើនៅសេចក្តីសរសើរដល់ព្រះអង្គដែលមានគុណគួរសរសើរបានគ្រានោះឯងនិគន្ធនាថបុត្រអត់ទ្រាំនឹងសក្ការៈរបស់ព្រះដ៏មានព្រះភិក្ខមិនបានក៏ផ្អួតធ្លាក់ឈាមក្តៅក្តៅចេញពីក្នុងមាត់ក្នុងទីនោះឯងលំដាប់នោះមានភិក្ខុមួយចំនួនរាយការណ៍ទូលព្រះសម្ពុទ្ធថាយើងខ្ញុំព្រះអង្គទាំងឡាយមានហឫទ័យរីករាយណាស់ដែលបានឃើញមនុស្សម្នាជាច្រើននៅនគរមគធៈនិងកោសលភ្លូកនាំគ្នាទៅរៀនសូត្រមាគ៌ានៃពន្លឺត្រាស់ដឹងព្រះពុទ្ធទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយទោះបីជាមានមនុស្សទទួលមាគ៌ាទុកដូចជាដំណឹងល្អឬមិនល្អរបស់គេកើនចំនួនច្រើនយ៉ាងណាក៏ដោយអាស្រ័យតែទៅលើភិក្ខុដែលជាអ្នកបង្ហាត់បង្រៀនគេនោះមានការយកចិត្តទុកដាក់តែប៉ុណ្ណោះយើងមិនត្រូវប្រតោងជាប់ក្នុងគំនិតឈ្នះជោគជ័យឬការចាញ់មិនជោគជ័យនោះឡើយយើងត្រូវតែមើលទាំងពីរគឺលើកុសលនិងអកុសលដោយការតាំងចិត្តជាកណ្ដាលមានរឿងមួយទៀតដែលបានកើតឡើងក្នុងវត្តចេតពុនដោយពួកអញ្ញត្តថីប្រើឧបាយកលចោតប្រកាន់និងមូលបង្កាច់ព្រះសាស្តាថាជាអ្នកប្រព្រឹត្តរំលោភនិងសម្លាប់លើស្ត្រីម្នាក់ឈ្មោះនាងសន្តរី
ព្រឹកមួយនោះខណៈដែលព្រះពុទ្ធនិងភិក្ខុទាំងឡាយប្រុងប្រៀបនឹងចេញទៅបិណ្ឌបាតស្រាប់តែមានតម្រួតជាច្រើនបានចូលមកឆែកឆេរសាកសពស្ត្រីម្នាក់នៅក្នុងវត្តនេះភិក្ខុទាំងឡាយស្រងាក់ចិត្តមិនយល់ថាហេតុអ្វីបានជាពួកតម្រួតចូលមករកសាកសពស្ត្រីនោះនៅក្នុងទីវត្តយ៉ាងដូចនេះព្រះថេរផតយៈក៏សាកសួរតម្រួតថាតើស្ត្រីដែលស្លាប់នោះជាអ្នកណាទៅតើអ្នកណាប្រាប់ថានាងសុន្ទរីនោះជាសមាជិកនៃអង្គការជំនឿដ៏ធំមួយនៅក្នុងក្រុងសាវត្ថីនេះកាលបានឮឈ្មោះដូច្នោះភិក្ខុទាំងឡាយក៏នឹកឃើញថានារីរូបនោះទើបតែបានមកស្ដាប់ព្រះធម៌ទេសនានៅក្នុងវត្តរវាង1ខែឬ2ខែមុននេះភិក្ខុទាំងឡាយមានការភ្ញាក់ផ្អើលជាខ្លាំងនិងមិនគួរឲ្យជឿសោះថានៅពេលដែលតម្រួតបានរកឃើញសាកសពស្ត្រីនោះកប់រយៈកំផែលនៅចិត្តព្រះគុណធកដីរបស់ព្រះសាស្តាគ្មានអ្នកណាម្នាក់បានដឹងអំពីបុព្វហេតុដែលនាងស្លាប់និងតើហេតុអ្វីបានជាគេយកសាកសពនោះមកកប់នៅចិត្តព្រះកុដរបស់ព្រះពុទ្ធដូច្នេះទេពេលក្រុមតម្រួតយកសាកសពចេញផុតព្រះពុទ្ធទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយចូលអ្នកតាំងចិត្តឲ្យនឹងសូមចេញទៅបិណ្ឌបាតដោយធម្មតាចុះពេលល្ងាចបន្តិចក្នុងថ្ងៃដដែលនោះសមាជិកទាំងឡាយរបស់ពួកអញ្ញដីរដ្ឋីនាំគ្នាសែងសពនាងសុន្ទរីដើរស្រែកអាក្រោសពេញទាំងទីក្រុងគេនាំគ្នាស្រែកថានេះជាសពនាងសុន្ទរីសាកសពរបស់នាងត្រូវតម្រួតរកឃើញកប់រាក់នៅក្នុងវត្តចេតពុនភិក្ខុសង្ឃទាំងនោះអួតថាមកពីវង្សាខៈនិងតាំងខ្លួនថាជាអ្នករស់នៅក្នុងជីវិតរបៀបទៀងត្រង់បរិសុទ្ធគេនាំគ្នាចាប់រំលោភនិងសម្លាប់នាងសុន្ទរីចោលហើយយកសាកសពនាងទៅកប់លាក់ទៀតផងពាក្យដែលគេថាមេត្តាករុណាមុទិតានិងឧបេក្ខានោះគ្មានន័យអ្វីទេមានតែភាពអាម៉ាស់ប៉ុណ្ណោះដូចជាបងប្អូនមើលឃើញភ័ស្តុតាងនិងភ្នែកផ្ទាល់នេះស្រាប់ហើយប្រជាពលរដ្ឋនៅក្នុងក្រុងសាវត្ថីមានការខ្វល់ខ្វាយចង់ដឹងរឿងពិតសូម្បីតែព្រះថេរៈមួយចំនួនក៏មានអារម្មណ៍រារែកនិងអស់សង្ឃឹមដែរមានអ្នកខ្លះទៀតយល់ថារឿងទាំងអស់នេះពិតជាបានឧបដឹកឡើងដើម្បីបង្ខូចកិត្តិយសព្រះពុទ្ធក្រុមសាសនាផ្សេងទៀតដែលធ្លាប់តែចាញ់ប្រៀបរបស់ព្រះពុទ្ធនោះបានឱកាសក៏ដើរនិយាយសំអុយឈ្មោះដាក់កំហុសនិងបរិហាគេដល់សង្ឃគណៈនៅពេលដែលត្រាច់ចរបណ្ឌបាតភិក្ខុទាំងឡាយត្រូវបានគេសាកសួរដេញដោលនិងរំខានឆាឆៅភិក្ខុសង្ឃទាំងឡាយខំប្រឹងអស់ពីសមត្ថភាពដើម្បីរក្សានៅភាពស្ងប់ស្ងាត់និងតាំងស្មារតីនឹងណប៉ុន្តែមានការពិបាកបំផុតចំពោះភិក្ខុទាំងឡាយដែលទើបនឹងចូលបួសថ្មីភិក្ខុក្មេងៗមានការអៀនខ្មាស់មិនចង់ហ៊ានចេញទៅបិណ្ឌបាតទៀតទេភិក្ខុទាំងឡាយបានយករឿងនេះទៅក្រាបទូលដល់ព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយការចោទប្រកាន់គ្មានភ័ស្តុតាងតែងតែកើតមានឡើងគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាគ្មានរឿងអ្វីដែលអ្នកទាំងឡាយត្រូវខ្មាស់អៀនឡើយការដែលនាំឲ្យខ្មាស់អៀនមានតែអ្នកចង់ឈប់រស់នៅក្នុងជីវិតបរិសុទ្ធនៃការរៀនសូត្រការចោទប្រកាន់មិនត្រឹមត្រូវអាចរីករាលដាលតែមួយផ្លែតបន្ទាប់មកវានឹងត្រូវសាបសូន្យបាត់ទៅវិញនៅថ្ងៃស្អែកពេលអ្នកទាំងឡាយត្រាច់ចោលបណ្ឌបាតបើមានគេសួរពីរឿងនេះតទៅទៀតអ្នកគ្រាន់តែឆ្លើយយ៉ាងងាយថាអ្នកណាធ្វើអ្នកនោះនឹងទទួលផលទៅបានហើយទ្រង់ត្រាស់ជាគាថាយ៉ាងនេះថាអ្នកពោលពាក្យមិនពិតរមែងចូលទៅកាន់នរកម្យ៉ាងទៀតអ្នកណាធ្វើនៅអំពើអាក្រក់ហើយបាននិយាយថាអាត្មាអញមិនបានធ្វើអំពើអាក្រក់នោះទេយ៉ាងដូចនេះអ្នកនោះក៏ចូលទៅកាន់នរកដូចគ្នាដែរបុគ្គលទាំងពីរនោះជាអ្នកមានកម្មអាក្រក់លាមកលះលោកនេះទៅហើយនឹងទៅជាអ្នកមានកតិស្មើគ្នាចុះនរកដូចគ្នានៅក្នុងបរឡោកនាយភិក្ខុសង្ឃមានការកក់ក្ដៅច្រើននៅក្នុងការទូនមានរបស់ព្រះពុទ្ធក្នុងពេលនេះនៅក្នុងគ្រានោះនាងវិសាខាមានការខ្វល់ខ្វាយចំពោះរឿងគេចោទដល់សង្ឃគណៈអំពីបទឃាតកម្មនេះយ៉ាងខ្លាំងនាងក៏បានយករឿងនេះទៅពិភាក្សាជាមួយនឹងអនាថបណ្ឌិតកសេដ្ឋីអស់ពេលយ៉ាងយូរអ្នកទាំងពីរសម្រេចចិត្ត
ជួលមនុស្សឲ្យស៊ើបអង្កេតដើម្បីវែករកមុខពីរដ្ឋជនគម្រោងការនេះក៏ត្រូវបានទទួលការយល់ព្រមនិងការគាំទ្រយ៉ាងសកម្មអំពីព្រះអង្គម្ចាស់ជេតផងដែរក្នុងរយៈតែ7ថ្ងៃប៉ុណ្ណោះភ្នាក់ងារស៊ើបអង្កេតបានរកឃើញមុខឃាតករពិតឃាតករ2នាក់នាំគ្នាផឹកស្រាស្រវឹងហើយឆ្លោះប្រកែកគ្នារហូតដល់បែកការអំពីរឿងសម្លាប់ស្ត្រីដែលយកទៅកប់ទុកក្នុងវត្តជេតពន្ធនោះជនអក្រិតទាំង2នាក់ត្រូវតម្រួតចាប់ខ្លួនយកទៅតុលាការហើយក៏បានឆ្លើយសារភាពថាខ្លួនបានត្រូវពួកអ្នកដឹកនាំខាងនិកាយរបស់នាងសន្តារីគឺពួកអញ្ញតីអធិជួលឲ្យទៅសម្លាប់នាងសន្តារីហើយយកសពទៅកប់នៅជិតព្រះសុគន្ធកុដិរបស់ព្រះពុទ្ធស្រេចហើយពួកដេរថីទាំងនោះធ្វើបន្លំដូចជាដើររកសពខ្មោចនាងសន្តារីលុះឃើញហើយទើបចោទព្រះពុទ្ធថាជាអ្នកចាប់រំលោភនិងសម្លាប់នាងសន្តារីចោលដើម្បីកុំឲ្យបែកការកាលបានជ្រាបដំណឹងពិតហើយព្រះបាទបសេនតិក៏ស្ដេចយាងទៅកាន់វត្តជេតពន្ធជាបន្ទាន់ដើម្បីនឹងគាល់ទូលដល់ព្រះសាស្តាអំពីដំណឹងនៃការចាប់បានឃាតករនោះព្រះរាជាបង្ហាញឲ្យឃើញនៅការសពប្រតិយចំពោះសង្ឃគណៈកាន់តែខ្លាំងឡើងទៀតព្រះរាជាក៏បង្គំទូលបញ្ជាក់ព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនឥឡូវនេះប្រជាពលរដ្ឋគេបានដឹងរឿងពិតអស់ហើយព្រះពុទ្ធទ្រង់បានអង្វរព្រះរាជាឲ្យលើកលែងទោសដល់អក្រិតជនទាំងពីររូបដែលមិនយល់អំពីតម្លៃជីវិតឲ្យរួចខ្លួនវិញហើយទ្រង់ត្រាស់បញ្ជាក់ថាបបិទ្ធមហារាជអក្រិតកម្មបែបនេះនៅតែកើតមានបន្តមិនចេះចប់លុះត្រាតែមនុស្សបានច្បាំងឈ្នះសេចក្តីស្អប់និងច្រណែនប្រច័ណ្ឌចេញប្រជាពលរដ្ឋនៅក្នុងក្រុងសាវត្ថីរឹតតែទុកចិត្តនិងគោរពភិក្ខុសង្ឃទ្វេឡើងទៀតចប់ចំពុកទី48